សួស្តីអ្នកនរគ្នាគេមួយរយៈមកនោះបាត់ខ្ញុំអត់សូវឃើញផងនៅក្នុងវីដេអូនៅក្នុង channel របស់ខ្ញុំដោយសារខ្ញុំជាប់រវល់ក្នុងការធ្វើ channel មួយផ្សេងទៀតដូច្នេះហើយខ្ញុំអត់បានផុសវីដេអូនៅក្នុង channel បរិញ្ញាភាសាចិននេះទេហើយសង្ឃឹមថាបងប្អូនអរគ្នានៅចាំពីខ្ញុំហើយមួយទៀតវីដេអូរបស់ខ្ញុំមិនសូវជាចេញមុខប៉ុន្មានទេហើយនៅក្នុងវីដេអូនេះខ្ញុំក៏បានសម្រេចចិត្តថាចេញមុខឲ្យបងប្អូនអរគ្នាឃើញទោះបីជាខ្ញុំមិនសូវបានចេញជាវីដេអូក៏ដោយហើយខ្ញុំមកចែកបទពិសោធន៍ក្នុងការរៀនភាសាចិនមួយចំនួនដែលខ្ញុំធ្លាប់បានរៀនពីមុនមកហើយរយៈពេលនៃការសិក្សាខ្លះដែរហើយការងារខ្លះដែរតាមពិតទៅភាសាចិនដែលខ្ញុំចាប់រៀនដំបូងនោះនៅឆ្នាំ2019ហើយ2019ខ្ញុំរៀនហើយអញ្ចឹងទៅជា2019 2020 21ជំនាន់កូវីដនោះក៏ឈប់ក៏ប៉ុន្តែនៅកណ្ដាល2019ហ្នឹងខ្ញុំរៀនចប់សៀវភៅ3ក្បាលសៀវភៅដែលគេរៀនពី Khoiler Hani សម្រាប់បងប្អូនអរគ្នាដែលទៅរៀនដំបូងហ្នឹងភាសាចិនសម្រាប់កុមារបងប្អូនអាចរៀនសៀវភៅនោះបានហើយវាងាយស្រួលពាក្យស្រាលណា Khoiler Hani ហ្នឹងបងប្អូនធ្លាប់រៀនធ្លាប់ស្គាល់សៀវភៅហ្នឹងអាចដឹងហើយឬក៏ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំនឹងមានលក្ខណៈជា file ឲ្យបងប្អូនfree ទៅមកឬក៏ឆាតនៅក្នុង Telegram របស់ខ្ញុំ comment ហ្នឹងមកខ្ញុំប្រាប់ហើយបន្ទាប់ពីចប់នៅក្នុង COVID ហ្នឹងក៏សាលាក៏បិទទ្វារបន្ទាប់ពី COVID មកវិញខ្ញុំរៀននៅសាកលវិទ្យាល័យនៅក្នុងឆ្នាំទី4ទី3ទេខ្ញុំអត់ចាំច្បាស់ទេឆ្នាំទីប្រហែលទេប៉ុន្តែខ្ញុំក៏រៀនបន្តទៀតនៅវិទ្យាស្ថានខុងជឺហ្នឹងខ្ញុំរៀនត្រឹមកម្រិត3ទេដោយសារខ្ញុំមានបញ្ហាសុខភាពក៏ប៉ុណ្ណឹងខ្ញុំក៏សម្រាប់ទៅក៏ប៉ុន្តែខ្ញុំបានរៀនចប់ទទួល certificate ពីសាលាបានមួយដែរអញ្ចឹងហើយនៅមាន certificate ខ្ញុំចូលរួមសិក្ខាសាលា online ច្រើនទៀតនៅក្នុងភាសាចិននឹងដែរហើយបន្តមកទៀតខ្ញុំក៏ឈប់ពេលខ្ញុំចូលធ្វើការគេក៏បានឲ្យខ្ញុំនឹងទៅបរៀនភាសាចិនអញ្ចឹងសម្រាប់សិស្សដំបូងអត់ចេះសោះអញ្ចឹងទៅមួយទៀតខ្ញុំក៏ជាគ្រូបង្រៀនម្នាក់ភាសាចិននៅក្រៅម៉ោងណា part time ហ្នឹងផងដែរហើយខ្ញុំបរៀនខ្ញុំយកសៀវភៅដែលខ្ញុំធ្លាប់បរៀនហ្នឹងមកបរៀនកូនសិស្សខ្ញុំហ្នឹងតាមផ្ទះផងដែរហើយខ្ញុំគិតថាពេលគាត់នេះគឺជោគជ័យរៀនទៅសៀវភៅហ្នឹងក៏មិនតែទន្ទឹមនឹងការជោគជ័យបងប្អូនទាំងគ្នាត្រូវធ្វើម៉េចអនុវត្តរៀនត្រឡប់ពីការដែលខ្ញុំរៀនដំបូងវិញដើម្បីចាំភាសាចិនបានខ្ញុំធ្វើម៉េចទី1ខ្ញុំសរសេរអក្សរចិនហ្នឹងមួយពាក្យហ្នឹងខ្ញុំសរសេរមួយសិលឹកសៀវភៅមួយពាក្យមួយសិលឹកសៀវភៅខ្ញុំសរសេរទាំងអក្សរចិន Pinyin និងការបកប្រែជាភាសាខ្មែរបងប្អូនដឹងអត់ខ្ញុំសរសេរមាន3ហើយកាលណាខ្ញុំធ្វើការនៅហាងកាហ្វេនៅការងារខ្ញុំដំបូងហាងកាហ្វេពេលហ្នឹងមកដឹងមែនអត់ការងារហ្នឹងខ្ញុំប៉ុន្តែរយៈពេលទៅពេលខ្ញុំចូលរៀនហ្នឹងមិនទាន់ COVID ទេ2019 2020អីហ្នឹងគឺក៏មុនហ្នឹងខ្ញុំអត់ចាំច្បាស់ហើយពេលខ្ញុំទៅនៃវិការងារខ្ញុំសរសេរអង្គុយសរសេរហើយតកែហាងហ្នឹងបើសិនជាមកឃើញយើងអត់រៀនគាត់ស្ដីឲ្យចុចទូរស័ព្ទគាត់ស្ដីឲ្យប្រសិនបើមកឃើញយើងរៀនគាត់ចូលចិត្តសិស្សនិស្សិតដែលចូលចិត្តរៀនគាត់ឲ្យតម្លៃការសិក្សាអញ្ចឹងគាត់ឲ្យយើងរៀនគាត់អត់ថាអីទេតែទៅសេអញ្ចឹងហើយអ្នកខ្លះគេថាម៉េចយើងអាចមើលរឿងជាភាសាចិនចម្រៀងភាសាចិនឬក៏មាន app download និយាយភាសាចិនមួយទៀតបងប្អូនដែលរៀនហើយអត់ហ៊ាននិយាយបាទរៀនហើយក៏ប៉ុន្តែហ៊ាននិយាយទាំងមូលហេតុអៀនបងប្អូនអរគ្នាអៀនមាត់ហើយ
រៀនហើយមិនហ៊ាននិយាយចឹងវិញអាចចំណេះដែលបានមកហ្នឹងកប់ទុកហើយបងប្អូនត្រូវចាំថាជនជាតិចិនគាត់មានថាគាត់រៀងខ្លាចញញើតយើងដែលចេះភាសាគាត់ហ្នឹងភាសាចិនហ្នឹងដោយសារមិនមួយទៀតគាត់ឲ្យតម្លៃយើងប៉ុន្តែបងប្អូនត្រូវខំប្រឹងធ្វើម៉េចឲ្យអាចនិយាយបាននៅកន្លែងការងារនៅជាមួយជនជាតិចិនគេអត់ផ្ដោតសំខាន់ទៅលើការសរសេរទេសំខាន់ទៅលើការនិយាយហើយបងប្អូនដែលចេះភាសាចិនមានឱកាសការងារច្រើនខ្ញុំគេហាងទៅធ្វើការច្រើនណាជាមួយជនជាតិចិនក៏ប៉ុន្តែដោយសារខ្ញុំស្រឡាញ់ខាងគ្រូបរិញ្ញាអញ្ចឹងទៅខ្ញុំក៏អត់អាចបោះបង់ចោលការងារមួយបានដែរវាជាក្តីសម័យណាមួយទៀតប្រសិនបើខ្ញុំខ្វះលុយរៀបការខ្ញុំនឹងអីគេអាចឈប់ពីកន្លែងការងារខ្ញុំរាល់ថ្ងៃទៅធ្វើជាមួយចិនអាចមានប្រាក់ខែប៉ុន្តែនៅក្នុងថ្ងៃណាមួយដែលខ្ញុំរៀបការអីចឹងតែឥឡូវនៅមិនទាន់រៀបការទេនៅមិនទាន់រកគុណមិនទាន់រកដៃគូឃើញឡើយទេអូខេត្រឡប់មកវិញបងប្អូនត្រូវសិក្សារៀនសូត្រនិងខិតខំជារៀងរាល់ថ្ងៃនៅផ្ទះសរសេរហើយនិយាយទីមួយកុំខ្មាស់អៀនខ្ញុំរៀនខ្លាំងមែនតើបងប្អូនអរគ្នាសហតមិនដឹងជាបងប្អូនអរគ្នាដូចខ្ញុំទេហើយបរិបទនៃការរស់នៅជាមួយខ្ញុំមានអ្នករៀនជាច្រើនខ្ញុំរៀនភាសាចិនម្នាក់ទៀតរៀនភាសាកូរ៉េម្នាក់ទៀតរៀនភាសាអង់គ្លេសម្នាក់រៀនភាសាជប៉ុននៅក្នុងកន្លែងខ្ញុំមួយរស់នៅជាមួយខ្ញុំជាបន្ទប់លក្ខណៈដមហ្នឹងមានអ្នករៀនភាសាចំនួន4ជាមួយនឹងខ្ញុំផងដែរហើយម្នាក់ខិតខំមែនតើហើយការខិតខំអ្នកដែលខិតខំជាមួយខ្ញុំទាំងអស់គ្នាទទួលបានជោគជ័យក្នុងជីវិតរបស់គ្នាដូច្នេះសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាដែលជាអ្នករៀនថ្មីសូមខិតខំតស៊ូឬក៏នៃការតស៊ូវាល្វីងជូរចត់ក៏ប៉ុន្តែវាឲ្យផលមកអូខេផ្អែមស្រួលមិនលំបាកនោះទេអូខេអរគុណក្នុងវីដេអូក្រោយខ្ញុំនឹងចេញវីដេអូបន្តទៅហើយសូមកុំភ្លេចជួយចុច Subscribe Channel ថ្មីមួយទៀតរបស់ខ្ញុំមួយផងដើម្បីជាការលើកទឹកចិត្តដល់រូបខ្ញុំអរគុណជម្រាបលា